គម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងឃុំជន្លៀតដៃស្រុកក្រឡាញ់ត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងមួយខ្សែក្នុងឃុំជន្លៀតដៃស្រុកក្រឡាញ់ខេត្តសៀមរាបត្រូវបានប្រកាសបញ្ចប់ការដេញថ្លៃដោយជោគជ័យនៅថ្ងៃទី1ខែមេសាឆ្នាំ2026នេះដោយមានការចូលរួមពីមន្ត្រីបច្ចេកទេសខេត្តអាជ្ញាធរស្រុកគណៈកម្មការលទ្ធកម្មឃុំក្រុមហ៊ុនម៉ៅការអ្នកសារព័ត៌មាននិងអ្នកពាក់ព័ន្ធជាច្រើនរូបលោកប៊ុនឈឿនប្រធានគណៈកម្មការលទ្ធកម្មឃុំជន្លៀតដៃបានឲ្យដឹងថាចំពោះគម្រោងមូលនិធិឃុំឆ្នាំ2026នេះឃុំជន្លៀតដៃបានដាក់ដេញថ្លៃគម្រោងចំនួន1ខ្សែប្រវែង465ម៉ែត្រទទឹងបេតុង5ម៉ែត្រកម្រាស់បេតុង 0.15 ម៉ែត្រមានគ្រូក្រហមស្មើសងខាង 0.25 ម៉ែត្រស្រទាប់គ្រឹះប្រើគ្រូក្រហម 0.10 ម៉ែត្រកំទេចថ្មកម្រាស់ 0.15 ម៉ែត្រនិងដាក់អំពូលសូឡាចំនួន9បង្គោលប្រវែង 5.5 ម៉ែត្ររួមទាំងស្លាកសញ្ញាចំនួន1គម្រោងនេះមានតម្លៃប៉ាន់ស្មាន343លាន329,436 រៀលដោយមានក្រុមហ៊ុនចំនួន6បានដាក់សំណើជាលទ្ធផលបានទៅលើក្រុមហ៊ុនមើសៀកផៃក្នុងតម្លៃ205លាន530,000 រៀលជាមួយនឹងការទទួលបានសិទ្ធិនៃការសាងសង់នេះតំណាងក្រុមហ៊ុនម៉ៅការបានធ្វើការបដិញ្ញាចិត្តដោយសន្យាសាងសង់ឲ្យត្រឹមត្រូវទាន់ពេលវេលាស្របទៅតាមគំនូរប្លង់បច្ចេកទេសបទដ្ឋានគតិយុត្តនៃការសាងសង់និងគោរពទៅតាមលក្ខខណ្ឌដែលចែងនៅក្នុងកិច្ចសន្យា